វិធីរៀនឲ្យមានប្រសិទ្ធភាពជាបទពិសោធន៍សិស្សណាដែលមិនបង្កើតទម្លាប់រៀនឲ្យជាជាប់លាប់រមែងតែមានបញ្ហាជាប្រចាំជាពិសេសបញ្ហាពេលប្រឡងធ្វើឲ្យខ្លាចជាមនុស្សខ្ជិលឥតអំពើហើយបន្តិចម្ដងនឹងទាញនៅសក្តានុពលដែលមានក្នុងខ្លួនចេញទៅរឿយៗទីបំផុតអ្នកនឹងត្រូវគេវាយត្រាថាសិស្សមិនឆ្លាតទន្ទឹមនឹងនេះប្រសិនបើអ្នកចាប់អារម្មណ៍និងយកចិត្តទុកដាក់ចំពោះការសិក្សារៀនសូត្រនឹងធ្វើឲ្យអ្នករៀនបានកាន់តែមានប្រសិទ្ធភាពជាបន្តបន្ទាប់ខាងក្រោមនេះជាវិធីរៀនឲ្យមានប្រសិទ្ធភាពតើគួររៀនយ៉ាងណាទើបមានប្រសិទ្ធភាព 1. អនុវត្តគ្រឹះនៃការរៀនការឃើញការអនុវត្តនិងការស្ដាប់ទាំង3នេះគឺជាមូលដ្ឋានគ្រឹះក្នុងការសិក្សារៀនសូត្រចូលគិតត្រឡប់ទៅក្រោយទៅដល់ការរៀនរបស់អ្នកក្នុងថ្នាក់ដែលអ្នកបានស្ដាប់បានឃើញបន្ទាប់មករៀនដោយការអនុវត្ត 2. កត់ត្រាសកម្មភាពកត់ត្រាគឺជាសកម្មភាពដ៏អស្ចារ្យអត្ថន័យនិងចូលយ៉ាងជ្រាលជ្រាបទៅក្នុងអង្គនៃការចងចាំរបស់អ្នកហើយនឹងជួយអ្នកឲ្យរៀនយ៉ាងមានប្រសិទ្ធភាពនេះនឹងធ្វើឲ្យអ្នកងាយក្នុងការអនុវត្តមេរៀនផងដែរក៏ប៉ុន្តែពេលអ្នករៀននៅក្នុងថ្នាក់ត្រូវប្រាកដថាអ្នកពិតជាបានយកចិត្តទុកដាក់ 100% ចូលកត់ត្រានៅអ្វីដែលអ្នកស្ដាប់លោកគ្រូអ្នកគ្រូបង្រៀនបើទោះបីវាជាការមិនតម្រូវឲ្យអ្នកកត់ត្រាក៏ដោយក្នុងនោះដែរជំនួសការកត់ត្រាអ្វីដែលបាននឹងកំពុងរៀនអ្នកអាចថតសំឡេងលោកគ្រូអ្នកគ្រូដើម្បីយកមកស្ដាប់ឡើងវិញក៏បានដែរ 3. រលាស់ខ្លួនចេញពីការរំខានគណៈពេលរៀនជាការពិតណាស់នៅក្នុងគណៈពេលដែលអ្នករៀនទូរស័ព្ទដៃតន្ត្រីឬដៃគូរបស់អ្នកអាចនឹងមករំខានអ្នកពេលកំពុងស្ដាប់លោកគ្រូអ្នកគ្រូចូលផ្ដោតលើការរៀនមិននិយាយជាមួយមិត្តភ័ក្តិជាដើមអ្នកត្រូវប្រាកដថាបានចេញពីការរំខានពិតណាស់កាន់តែមានសមាធិនិងកាន់តែរៀនបានល្អប្រសើរ 4. បង្កើតនៅទំនាក់ទំនងល្អជាមួយលោកគ្រូអ្នកគ្រូជាការពិតប្រសិនបើអ្នកស្អប់លោកគ្រូអ្នកគ្រូអ្នកនឹងមានបញ្ហាជាច្រើនក្នុងការរៀនសូត្ររបស់អ្នកចូលសម្ដែងការគោរពនិងបង្ហាញនូវភាពអោនលំទោនជាលទ្ធផលលោកគ្រូអ្នកគ្រូនឹងបង្ហាញចេញនូវការគោរពនិងជួយអ្នកអស់ពីសមត្ថភាពដូចគ្នានឹងធ្វើឲ្យសាលាគួរជាទីរីករាយក្នុងការរៀនសូត្រ 5. កំណត់គោលដៅតូចល្អិតមួយសម្រាប់ការរៀនសូត្ររបស់អ្នកឧទាហរណ៍កត់ត្រានៅខណៈពេលរៀនហើយនៅចុងសប្តាហ៍អ្នកសាកល្បងសរសេរឬតែងនៅអ្វីដែលអ្នកបានរៀនកន្លងមកពេញមួយសប្តាហ៍មុនពេលអ្នករៀនមេរៀនថ្មីឬសរសេរសំណួរថាតើអ្នកអាចដោះស្រាយសំណួរទាំងនោះបានឬទេហើយបន្ទាប់ពីអ្នកបានបញ្ចប់នៅរាល់គោលដៅរបស់អ្នកចូលផ្ដល់រង្វាន់ដល់ខ្លួនឯងដោយការទិញនៅសម្លៀកបំពាក់ដើរលេងរកកន្លែងសប្បាយដែលត្រឹមត្រូវឬផ្ដល់ឱកាសឲ្យខ្លួនឯងបានសម្រាកជាដើម 6. ធ្វើឲ្យសកម្មភាពរៀនកាន់តែគួរឲ្យចាប់អារម្មណ៍ដោយស្វែងរកមធ្យោបាយដើម្បីធ្វើឲ្យសាលារៀនកាន់តែសប្បាយនេះអាចនិយាយបានថាស្វែងរកវិធីដើម្បីជំរុញខ្លួនឯងឲ្យកាន់តែឈានទៅមុខបានកាន់តែឆ្ងាយឡើងជាអាចស្វែងរកមេរៀនណាឬអត្ថបទណាដែលធ្វើឲ្យអ្នកចាប់អារម្មណ៍ហើយផ្ដោតទៅលើវាតាមដែលអ្នកអាចធ្វើបានអ្នកកាន់តែមានអារម្មណ៍ចង់រៀនកាន់តែបានទទួលចំណេះដឹងបន្ថែមស្វែងរកក្រុមសិក្សាដែលហៅថា study teams ដើម្បីពិភាក្សាលើតេស្តឬមេរៀនដែលបានរៀនក្នុងថ្នាក់ 7. សង្ខេបអ្វីដែលអ្នកបានរៀននៅក្នុងកូនសៀវភៅមួយដោយឡែកបន្ទាប់ពីបានរៀនជាធម្មតានៅក្នុងពេលលោកគ្រូអ្នកគ្រូបញ្យល់បានអ្នកសរសេរគ្រប់ពាក្យដោយអ្វីដែលពួកគាត់បានបញ្យល់នោះវាមិនអាចទៅរួចនោះទេដូច្នេះចូលសរសេរកាត់ឬចុចយកតែចំណុចសំខាន់ដើម្បីភាពងាយស្រួលសម្រាប់អ្នកពេលចង់រំលឹកមេរៀនជាក្រោយ 8. ស្នើសុំជំនួយប្រសិនបើអ្នកជួបការលំបាកសិស្សជាច្រើនពិតជាមិនអាចធ្វើរឿងនេះបានទេដោយសារតែពួកគេខ្លាចខ្មាស់ជិលឬអាចដោយសារតែពួកគេមិនទម្លាប់អ្នកត្រូវដឹងថាលោកគ្រូអ្នកគ្រូភាគច្រើនចង់ឲ្យអ្នកបានយល់នៅអ្វីដែលពួកគាត់បានបង្រៀនដូច្នេះចូលកុំស្ទាក់ស្ទើរមានពាក្យមួយគេនិយាយថាបើអ្នកសួរមានន័យថាអ្នកល្ងងតែ3នាទីប៉ុណ្ណោះតែបើអ្នកមិនសួរអ្នកនឹងល្ងងអស់មួយជីវិតគន្លឹះអនុវត្តបើអ្នកមិនយល់ឬមិនសូវយល់ចូលទៅសួរគ្រូឪពុកម្ដាយឬមិត្តរួមថ្នាក់ដែលយល់ដឹងកុំខ្មាស់ឬស្ទាក់ស្ទើរព្រោះការសិក្សារបស់អ្នកពិតជាសំខាន់ណាស់ចូលខិតខំព្យាយាមក្រេបជញ្ជក់នៅចំណេះដឹងទាំងក្នុងនិងក្រៅសាលារៀនជាប្រចាំឲ្យរង្វាន់ដល់ខ្លួនអ្នកប្រសិនបើអ្នកទទួលបានពិន្ទុល្អប្រសិនបើថ្នាក់រៀនរបស់អ្នកមានការបង្រៀនពិសេសត្រូវប្រញាប់ទៅត្រូវមានទំនាក់ទំនងល្អជាមួយគ្រូនិងមិត្តរួមថ្នាក់វិធីក្នុងការរៀនទាំងអស់នេះគឺត្រូវបានដកស្រង់ចេញពីសៀវភៅមួយរបស់គ្រឹះស្ថានបោះពុម្ពផ្សាយដាមជីវិតដែលមានចំណងជើងថារៀនឲ្យឈ្នះរៀនឲ្យពូកែរៀនឲ្យជោគជ័យគ្មានអ្វីពិបាកដូច្នេះសម្រាប់បងប្អូនដែលចាប់អារម្មណ៍សៀវភៅមួយក្បាលនេះគឺអាចទំនាក់ទំនងរកទិញបានតាមរយៈ Page ឬក៏ Telegram នាទី25យើងខ្ញុំបានអរគុណច្រើនអ្នកទាំងអស់គ្នាជួបគ្នាវីដេអូក្រោយ